ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី2នៃការមកលេងទឹកដីខេត្តស្ទឹងត្រែងបើភ្នែកឡើងគឺព្រៀងររំស្រេកស្រេកហើយទៅយើងក៏លេចទៅមើលបរិយាកាសខាងក្រោយបងប្អូនពិតជាស្រស់ស្អាតមែនតើចំការរបស់គាត់ទៅធំមកបងប្អូនតែខ្ញុំអត់បានថតជុំវិញអស់ទៅណារួចនេះជាប់ម្នាក់នេះនេះជួលដាច់ហើយតែជួលគ្មានប្រាក់ខែទេហើយកលេចមកមើលក្មួយហើយនឹងគឺថាស្រស់គ្នាល្អណាស់មើលទូរស័ព្ទហើយគឺនាំគ្នាគេងហ្មងមើលទឹកមុខប្តីរបស់ខ្ញុំគាត់ញ៉ាំត្រេនធ្វើដូចឆ្ងាញ់ណាស់អញ្ចឹងណាតែឆ្ងាញ់មែនបងប្អូនត្រេនរបស់គាត់សាច់ល្មួតផ្អែមហើយនេះបងប្អូនទីតាំងរបស់គាត់ពេលបងប្អូនជីមកខាងស្ទឹងត្រែងណាពេលជិតដល់ខែតមើលខាងឆ្វេងដៃមានដបពណ៌ខៀវលាយមួយពណ៌សហើយទៅគាត់មានធ្វើរោងសម្រាប់លក់ត្រេនណាបងប្អូននៅមុខហ្នឹងហើយនេះម្ចាស់ចំការត្រេនកំពុងតអស់កដកយកទៅទុកហើយអ្នកដេកនេះគឺភ្ញៀវហ្នឹងគឺភ្ញៀវញ៉ាំហ្វ្រីមកដល់តាំងពីមកដល់មិនដឹងថាញ៉ាំអស់ប្រហែលគីឡូហើយទេហើយនេះត្រេនរបស់គាត់ប្តីរបស់ខ្ញុំគាត់ឲ្យខ្ញុំថតរូបឲ្យតែខ្ញុំថតវីដេអូឲ្យគាត់វិញហើយខំប្រឹងលេងទឹកមុខតែជាក់ស្ដែងប្រពន្ធថតវីដេអូឲ្យនេះកូនស្រីរបស់ខ្ញុំបានអង្គុយលើលំអហ្នឹងនិយាយពីថាសប្បាយចិត្តម៉ែនេះក៏សើចស្រស់ដែរបានស្គាល់រសជាតិទឹកកាត់ត្រេនណាបងប្អូនពេលយើងមកញ៉ាំត្រេនធម្មជាតិគ្មានជាតិគីមីគ្មានបាញ់ថ្នាំគឺថាទុកចិត្តតែម្ដងហើយនេះសកម្មភាពប្តីរបស់ខ្ញុំគាត់ដប់ក្មេងៗដល់លេងគេចង់ជីម៉ាល់ម៉កហ្នឹងណាបងប្អូនហើយធ្ងន់ពេកឡើងតួចង់រួចបានមកម្ដងណាកូនរបស់ខ្ញុំគឺមិនចង់ទៅផ្ទះវិញទេតែមែនបងប្អូនបរិយាកាសនៅហ្នឹងគឺបរិយាកាសពិតជាស្អាតមែនបងប្អូនខែភ្លៀងចេះទៀតធម្មជាតិគឺខៀវស្ងាត់តែម្ដងនេះដល់ពេលបត់ចូលវិញហើយម្នាក់អត់ចង់ចូលផ្ទះទេហើយល្ងាចឡើងយើងញ៉ាំបាយជុំគ្នាងាយបានជុំគ្នាអញ្ចឹងទេណាបងប្អូនមួយឆ្នាំអីមកបានជុំគ្នាម្ដងយូរដែរហ្នឹងណាហើយនេះព្រលឹមឡើងគឺថាអត់តន់ដោះថ្មិញអត់តន់សិតសក់គឺអាងតត្រេនញ៉ាំស្រាប់ដល់ពេលអញ្ចឹងទៅបកត្រេនយកមកញ៉ាំអត់ញ៉ាំបាយញ៉ាំអីទេម្ដុំហ្នឹងធំដែរហ្នឹងបងប្អូនប្រហែល7កន្លះគីឡូដែរហ្នឹងញ៉ាំមួយឆ្អែតមិនបាច់ញ៉ាំបាយព្រឹកមើលសាច់ទេបងប្អូនសាច់ល្អមែនតើណាបងប្អូនសាច់ឡើងក្មុបណាសាច់រឹងក្រៅទន់ក្នុងខាំទៅឡើងល្មួតហើយមើលអត់មើលមកខ្លែបនេះធំមែនតើណាបងប្អូនអូនថ្លៃរបស់ខ្ញុំគាត់ប្រកែហៅថៃគាត់ទៅមកគាត់ស្ទួយបានថៃ3ហ្នឹងថៃក្រហមហ្នឹងហើយទៅយើងក៏ទិញបកាថែមទៀតទិញសាច់ថែមមកអាំងញ៉ាំជុំគ្នានេះអ្នកអាំងត្រីបងប្អូនឆ្លៀតពេលកូនដេកក៏ឆ្លៀតមកអាំងត្រីអាំងសាច់ទុកញ៉ាំបាយពេលល្ងាចជុំគ្នានេះអ្នកធ្វើល្បិចបងប្អូនធ្វើដាក់លាវអាវអត់ចូលហើយទៅក៏ពឹងប្តីឲ្យដាក់លាវអាវឲ្យតែចាក់ស្ដែងចង់ស្វីតទៅបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនចាំជួបគ្នានៅវីដេអូក្រោយជួយ Subscribe ឲ្យម្នាក់មួយផងណាបងប្អូនដើម្បីមានកម្លាំងចិត្តធ្វើវីដេអូទៀត